បងប្អូនដឹងស្រាប់ហើយសត្វបាទគឺអាហារហូបចុកប្រចាំថ្ងៃគឺយើងត្រូវការសាច់អញ្ចឹងយើងអាចខ្វះបានទេបាទបងប្អូនអរគុណមានទាំងអស់គ្នាចង់ដឹងអំពីបច្ចេកទេសនៃការចិញ្ចឹមជ្រូកនិងចិញ្ចឹមសត្វផ្សេងៗជាពិសេសចិញ្ចឹមជ្រូកតែម្ដងបងប្អូនអាចបាទឆាតឬក៏ខលសួរតាមរយៈបាទលេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងលើនឹងបានបាទដើម្បីប្រឹក្សាយោបល់ជាមួយខ្ញុំបាទស្ថានប្រឹក្សាយោបល់អត់គិតលុយទេបងប្អូនទាំងអស់គ្នាហើយបើចិត្តទលាយសម្រាប់រៀនសូត្រពីបងប្អូនខ្មែរយើងអ្នកចិញ្ចឹមសត្វផ្សេងៗនិងពីកន្លែងមួយទៅមួយហើយពីការរៀនសូត្ររបស់ខ្ញុំនៅសាលាយកទៅចែករំលែកតជាមួយបងប្អូនយើងអ្នកដែលគាត់មិនធ្លាប់មានបានពិសោធន៍មិនធ្លាប់ចិញ្ចឹមសត្វផងដែរចង់ឲ្យប្រទេសកម្ពុជារបស់យើងចាប់ដើមងើបឡើងវិញទៅតាមវិស័យកសិកម្មមិនថាចិញ្ចឹមសត្វឬក៏ទៅកសិកម្មដំណាំផ្សេងៗទេព្រោះបងប្អូនដឹងស្រាប់ហើយសត្វបាទគឺអាហារហូបចុកប្រចាំថ្ងៃគឺយើងត្រូវការសាច់អញ្ចឹងយើងអាចខ្វះបានទេតកតងទៅនឹងដំណាំក៏យើងត្រូវការហូបរាល់ថ្ងៃដែរអញ្ចឹងវាសុទ្ធតែជារឿងសំខាន់ដែលខ្ញុំគិតថាបងប្អូនខ្មែរយើងទាំងអស់គួរតែបើកចិត្តឲ្យទូលាយស្វែងយល់អំពីបច្ចេកទេសនៃការចិញ្ចឹមសត្វពីការធ្វើដំណាំកសិកម្មផ្សេងៗនៅណាត់បងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like share follow page ដែលបងរបស់ខ្ញុំបាទស្ថានបតីដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនដែលខ្ញុំអាចចែករំលែកបានគ្រប់អរគុណចាស់បងប្អូនអរគុណទាំងអស់គ្នាដែលខំចំណាយពេលដ៏មានតម្លៃសម្រាប់ការតាមដានទស្សនា